នេះគឺជាបទពិសោធន៍រស់រានមានជីវិតនៅទីវាលរហោឋានដ៏ល្អបំផុតការចាប់សត្វក្រពើធ្វើជាអាហារនិងការកេងកក់ក្ដៅជាមួយនឹងដៃគូក្នុងដំណើរការនេះប៉ៃគឺជាជើងឯកបាល់អោបពេលនេះគាត់ចង់ផ្សងព្រេងនៅក្នុងព្រៃជាមួយនឹងលោកដេពេលនេះគាត់រំភើបយ៉ាងខ្លាំងដេបានជាអធំភិកចៈមកទទួលគាត់តាំងពីព្រលឹមបន្ទាប់ពីបណ្ឌិតយ៉ាងដិតដល់ដេបានរកឃើញទីតាំងរបស់ប៉ៃស៊ីអ្នកទាំងពីរបានរាក់ទាក់គ្នាហើយចេញដំណើរទៅតាមផ្លូវទីតាំងប្រជុំរស់រានមានជីវិតគឺនៅក្នុងព្រៃប៉ាណាម៉ារយៈពេល3ថ្ងៃកន្លែងនេះជាប់ដោយបរិស្ថានក្រាស់ពស់ហើយនិងសត្វក្រពើគឺជាសត្វដែលគួរឲ្យខ្លាចបំផុតនៅទីនេះបន្ទាប់ពីធ្វើដំណើរមកដល់ពាក់កណ្ដាលទន្លេពួកគាត់បានលោតចូលទៅក្នុងទឹកភ្លាមការលោតចូលទៅក្នុងទឹកត្រជាក់បែបនេះជារឿងធម្មតាទេចំពោះលោកប៉ៃប៉ុន្តែដេនៅម្ខាងទៀតមិនសំណាងទេប៉ុន្តែទោះជាយ៉ាងណាក៏វានៅតែគ្មានបញ្ហាទេចំពោះរឿងនេះគាត់ប្រញាប់ឡើងទៅច្រាំងឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានបន្ទាប់ពីមកដល់ច្រាំងមិនយូរប៉ុន្មានគាត់បានចូលក្នុងលអាងបាត់ផ្លូវមួយដើម្បីសន្សំសំចៃពេលវេលានិងធម៌ពលពួកគាត់សម្រេចឆ្លងកាត់ទីនេះតាមពិតកន្លែងនេះគឺជាកន្លែងដែលប្រមូលផ្ដុំទៅដល់សត្វបជាវគាត់ព្យាយាមសង្កេតមើលនៅជុំវិញតាមពិតលអាងថ្មនេះឡើងកម្ដៅដោយសារជាតិប្រេងដែលនៅជាប់នឹងជញ្ជាំងថ្មពេលនេះពួកគាត់ប្រឈមមុខនឹងច្រាំងថ្មចោតលោកប៉ៃទទួលខុសត្រូវឈូសឆាយផ្លូវខាងមុខគាត់ឡើងទៅលើយ៉ាងងាយស្រួលប៉ុន្តែវាមិនដំណើរការល្អទេនៅពេលដែលជាវេនរបស់ Daisy គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីឡើងទៅដល់លើពេលនេះគាត់ខំប្រឹងយ៉ាងខ្លាំងដោយមានជំនួយពីប៉ៃដើរទៅក្នុងព្រៃបានពី3ជំហានពេលនេះប៉ៃបានឈប់វាខ្លាយទៅជាមានសត្វពស់វែកមួយក្បាលនៅនឹងមុខគាត់វាអាចជាអាហាររបស់គាត់ប៉ុន្តែគាត់សម្រេចចិត្តថាបោះបង់ចោលគាត់ព្យាយាមចូលទៅព្រៃម្ដងទៀតដំណើរការផ្សងព្រេងនេះគឺពួកគាត់ត្រូវស្វែងរកផ្លូវដោយខ្លួនឯងពេលសកម្មមួយនេះពួកគាត់មិនអាចបរាជ័យបានទេដោយសារពួកគាត់ចំណាយពេលវេលាយ៉ាងច្រើនមិនយូរប៉ុន្មានពួកគាត់បានមកដល់ម្លប់ដើមឈើមួយពេលនេះប៉ៃបានយកស្លឹកដែលគាត់បានស្គមមកទៅដុសខ្លាំងៗគាត់ព្យាយាមឲ្យដេភ្លក់រសជាតិរបស់វាគឺពិតជាមិនធម្មតាទេវាមិនមានអ្វីល្អឡើយក្នុងការធ្វើការនៅពេលនេះដើម្បីឲ្យមានសុវត្ថិភាពនិងទាញយកប្រយោជន៍ពីបរិស្ថាននៅជុំវិញលោកប៉ៃបានចាប់ផ្ដើមខ្សឹបប្រាប់ដេម្ដងទៀតការរស់នៅមានជីវិតនៅទីរហោឋានជាមួយនឹងជើងឯកកីឡាបាល់ឱបវាពិតជាអស្ចារ្យប៉ុណ្ណានេះជាពេលវេលាសម្រាប់លំហែកាយល្អបំផុតអង្គុយនៅក្នុងម្លប់ប៉ៃបានសួរនាំពីជីវិតផ្ទាល់ខ្លួនរបស់ Daisy តាមពិតដេក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាមម្នាក់ដែរដែលគាត់បានបាត់បង់ឪពុកម្ដាយតាំងពីក្មេងទើបគាត់ត្រូវធ្វើការកាន់តែខ្លាំងដេដែលយើងតែងតែស្គាល់ពេលនេះទឹកភ្នែករបស់គាត់បានស្រក់ចុះដោយមិនបានដឹងខ្លួនពួកគាត់ទាំងពីរបាននិយាយគ្នាជាច្រើនម៉ោងទឹកភ្នែករបស់ដេហូរកាន់តែខ្លាំងឥឡូវពេលនេះពួកគាត់ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតទើបមកដល់ជើងភ្នំប៉ៃបានប្រទះនឹងអ្វីម្យ៉ាងគាត់បានប្រទះឃើញក្រពើចំណាស់មួយក្បាលកំពុងដេកនៅមិនឆ្ងាយឱកាសម្ដងក្នុងមួយជីវិតតែលោកប៉ៃនឹងគិតយ៉ាងណាគាត់បានយកខ្សែពោះចេញមកក្រៅហើយចាប់ផ្ដើមពិសោធន៍ធ្វើអន្ទាក់ដើម្បីចាប់វាដោយឃើញការប្រតិបត្តិការបែបនេះភ្នែករបស់ដេបានបើកធំភ្លាមប្រសិនបើអ្នកដទៃឃើញក្រពើបែបនេះពួកគេនឹងរត់ទៅឆ្ងាយដោយនឹកស្មានមកដល់ដេត្រូវចុះចាប់ក្រពើជាមួយនឹងប៉ៃតាំងពីដេជ្រើសរើសផ្សងព្រេងជាមួយលោកប៉ៃមកដេបានត្រឹមតែយកគំរូនិងត្រាប់តាមប៉ៃប៉ុណ្ណោះមុនពេលដែលគាត់អាចប្រតិកម្មពេលនេះដេបានលោតទៅសង្កត់ពីលើក្រពើពេលនេះលោកដេនិងប៉ៃបានព្យាយាមយ៉ាងខ្លាំងក្នុងការចាប់ពួកគាត់ប្រញាប់យកវាធ្វើជាអាហារថ្ងៃត្រង់ដើម្បីអនុញ្ញាតឲ្យដេសម្របខ្លួនទៅនឹងបរិយាកាសថ្មីឲ្យបានលឿនតាមដែលអាចធ្វើទៅបានប៉ៃបានយកឈាមក្រពើលាបលើផ្ទៃមុខរបស់ដេផងដែរវាពិតជារំភើបខ្លាំងណាស់ប៉ុន្តែដេកំពុងតែភ័យខ្លាចដោយគ្រាន់តែគិតអំពីវាឥឡូវនេះពេលនេះប៉ៃបានកាត់គ្រឿងក្នុងក្រពើចោលទាំងស្រុងគាត់លើក3ក្រពើដាក់លើស្មាយ៉ាងរហ័សដេស៊ីនៅក្មេងពិតជាខ្លាំងមិនធម្មតាមែនគាត់ធ្វើការយ៉ាងខ្លាំងដើម្បីបង្ហាញខ្លួននៅយប់នេះគំនិតរបស់គាត់សាមញ្ញប៉ុន្តែដេពេញចិត្តនឹងលោកប៉ៃនៅពេលដែលគាត់ត្រឡប់ទៅវិញសង្កេតឃើញថាព្រះអាទិត្យរៀបចំនឹងលិចហើយគោលដៅដំបូងនៅពេលនេះគឺស្វែងរកកន្លែងរស់នៅគាត់មិនដឹងថាត្រូវដើរយូរប៉ុណ្ណាទេទីបំផុតប៉ៃបានរកឃើញរូងភ្នំមួយគាត់ប្រមូលឈើតូចៗរាប់សិបដុំដែលមិនមានតម្លៃអ្វីសោះដេបានចាប់ផ្ដើមបង្កាត់ភ្លើងយ៉ាងលឿនពេលនេះកន្លែងស្នាក់នៅនិងប្រភពភ្លើងត្រូវបានដោះស្រាយដល់ពេលដែលត្រូវធ្វើម្ហូបហើយប៉ៃកំពុងរៀបចំអាហារថ្ងៃត្រង់យ៉ាងយកចិត្តទុកដាក់ការធ្វើម្ហូបរបស់គាត់មិនស្មុគស្មាញទាល់តែសោះគាត់ដុតសាច់ក្រពើនៅជាមួយភ្លើងដោយផ្ទាល់គាត់មិនបន្ថែមគ្រឿងអ្វីទាំងអស់អ្វីដែលគាត់ចង់បានគឺជារសជាតិដើមទាញយកអត្ថប្រយោជន៍ពីសាច់អាំងប៉ៃបានយកបាល់ឱបមួយទៀតពីកាបូបស្ពីរបស់គាត់គ្រោងប្រើល្បិចមួយចំនួនប៉ុន្តែគាត់ច្បាស់ជាមើលស្រាល Daisy ពេកហើយទោះបីជាគាត់គ្មានជំនាញអ្វីទាំងអស់ក្នុងការលេងបាល់បោះប៉ុន្តែដើម្បីបំបត្តិភាពអាម៉ាស់គាត់គ្មានជម្រើសអ្វីក្រៅពីបោះបង់ពេលនេះដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្វមិនស្គាល់នៅពេលយប់គាត់កាត់ដាំទឹកដោះខ្លានៅក្បែរនោះគាត់បន្តវាប្រមាណដំណក់ទៅលើដីតើនឹងខ្លាមិនហ៊ានចូលចិត្តទេបន្ទាប់ពីបញ្ចប់ការងារនេះរួចពួកគាត់អង្គុយនៅជុំវិញភ្លើងម្ដងទៀតហើយរៀបចំកិច្ចការផ្ទះបន្ទាប់ពីអង្គុយរង់ចាំជាង10នាទីក្រោយមកក្លិនឈ្ងុយរបស់សាច់បានភាយចេញមកប៉ៃប្រញាប់យកវាមកភ្លក់រសជាតិមួយដុំរសជាតិគឺឆ្ងាញ់ធ្វើឲ្យគាត់ឃ្លានវាបានបន្ថែមថាមពលឲ្យគាត់រាប់រយពាន់ដងទីបំផុតគាត់អាចរីករាយនៅយប់ដំបូងលុះពេលមកដល់ព្រឹកបន្ទាប់ពួកគាត់ចាប់ផ្ដើមរៀបចំអីវ៉ាន់មិនដឹងថាត្រូវបានដើរឆ្ងាយប៉ុណ្ណាទេទន្លេបានរារាំងគាត់លោកប៉ៃបានព្យាយាមស្វែងរកវិធីសាស្ត្រដើម្បីឆ្លងកាត់ទន្លេដោយរបៀបណានៅពេលដែលគាត់បានសាកល្បងចុះភក់បានឡើងមកដល់ផ្លូវរបស់គាត់ដើម្បីការពារកុំឲ្យជាប់គាំងនឹងលង់ទឹកវាជាការប្រសើរដែលគាត់ដាក់ខ្សែពួរនៅលើកំពូលរបស់វាដែលមានជំនាញគាត់បោះទំពក់ទៅចំគោលដៅយ៉ាងល្អបន្ទាប់ពីធ្វើការជាមួយគ្នាបានប្រហែលថ្ងៃភាពក្លាហានរបស់ដេកាន់តែខ្លាំងឡើងគាត់ប្រញាប់ទៅមុខយ៉ាងលឿនប៉ៃក៏បានហាយឆ្លងដោយមិនបាច់ខំប្រឹងមានរន្ធតូចមួយលេចឡើងនៅក្នុងដីប៉ៃព្យាយាមសង្កេតមើលនៅជុំវិញរន្ធមានគម្រោងចង់យកដេចុះទៅពីទីនេះគាត់បានប្រកាសថាក្នុងរូងមានសត្វអ្វីខ្លះនោះទេជាសំណាងល្អដែលប៉ៃបានត្រៀមខ្លួនរួចជាស្រេច
គាត់បានបោះគ្រាប់បែកផ្សែងចូលទៅក្នុងរន្ធដោយផ្ទាល់ដើម្បីដេញសត្វនៅខាងក្នុងជាមួយបទពិសោធន៍ការឡើងភ្នំលើកមុនដែលមានការភ័យខ្លាចទៀតថាឥឡូវប៉ៃបានចុះពីលើកំពូលមកដល់ក្រោមជាមួយទូកដែលត្រៀមរួចជាស្រេចដំណើរការរបស់អ្នកទាំងពីរត្រូវបានឈានមកដល់ទីបញ្ចប់មុនពេលចេញដំណើរប៉ៃបានប្រើធ្មេញកពើយ៉ាងពិសេសធ្វើជាខ្សែកឲ្យ Daisy ជាដំណើរការដែលគាត់មិនអាចបំភ្លេចបានជារៀងរហូត